មូលហេតុអ្វីបានជាចិនលក់ប័ណ្ណបំណុលសហរដ្ឋអាមេរិក? តោះយើងមកស្វែងយល់អំពីការផ្លាស់ប្ដូរនៃចំណាត់ថ្នាក់ប័ណ្ណបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចិនបានធ្លាក់ចុះមកជាប្រទេសទី3នៅក្នុងខែមីនាឆ្នាំ2025 ខណៈចក្រភពអង់គ្លេសបានឡើងជំនួសក្លាយជាម្ចាស់បំណុលលំដាប់ទី2ធំជាងគេបន្ទាប់ពីជប៉ុន ទិន្នន័យនេះបានរាយការណ៍ជាផ្លូវការរបស់ក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិក តោះយើងមកវិភាគព្រឹត្តិការណ៍សំខាន់ៗមានដូចតទៅនេះ សហរដ្ឋអាមេរិកបានបោះផ្សាយនៅប័ណ្ណបំណុលបន្ថែមទៀតចំនួន233,000 លានដុល្លារ ដែលធ្វើឲ្យប័ណ្ណបំណុលសរុបមានការកើនឡើងរហូតដល់9 trillion ដុល្លារ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ អ្នកណាជាម្ចាស់បំណុលទី1 គឺប្រទេសជប៉ុន ដែលកាន់កាប់ប័ណ្ណបំណុលរហូតដល់ 1.13 trillion ដុល្លារ ចំណាត់ថ្នាក់ទី2 គឺចក្រភពអង់គ្លេស ដែលមានប័ណ្ណបំណុល 779,000 លានដុល្លារ បាទនេះជាការកើនឡើងលើសចិនជាលើកដំបូងក្នុងរយៈពេល20ឆ្នាំ ប្រទេសចិនជាប់ចំណាត់ថ្នាក់ទី3 ដែលមានប័ណ្ណបំណុល 765,000 លានដុល្លារ ហើយចំណាត់ថ្នាក់ទី4 បានទៅលើប្រទេសកាណាដា ដែលកាន់កាប់ប័ណ្ណបំណុល 426,000 លានដុល្លារ ចំណាត់ថ្នាក់ទី5 បានទៅលើប្រទេសបែលហ្សិក ដែលមានប័ណ្ណបំណុលសហរដ្ឋអាមេរិកចំនួន 402,000 លានដុល្លារ ចំពោះប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល10ឆ្នាំ គឺមានការកើនឡើងអត្រាការប្រាក់ពី 3.86% ទៅ 4.59% ដោយសារភាពចលាចលពីគោលនយោបាយពន្ធគយរបស់ដូណាល់ត្រាំ មូលហេតុអ្វីបានជាប្រទេសចិនសម្រេចចិត្តលក់ប័ណ្ណបំណុលរបស់សហរដ្ឋអាមេរិក? ការធ្លាក់ចុះនៃចំណាត់ថ្នាក់ចិនជាម្ចាស់ប័ណ្ណបំណុលទី2 ហើយនឹងការកើនឡើងជំនួសវិញដោយចក្រភពអង់គ្លេស គឺឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងសក្តានុពលនៃភាពតានតឹងនយោបាយ ហើយខាងក្រោមនេះខ្ញុំនឹងធ្វើការវិភាគដូចតទៅ បញ្ហាសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុ ចិនបានលក់ប័ណ្ណបំណុលរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់យន់ដែលស្ថិតក្រោមសម្ពាធដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ការលក់ប័ណ្ណបំណុលជួយឲ្យធនាគារប្រជាជនចិនអាចទិញប្រាក់យន់ដើម្បីការពារធ្លាក់ថ្លៃរូបិយប័ណ្ណ ចិនកំពុងបន្តកាត់បន្ថយការពឹងផ្អែកលើប័ណ្ណរដ្ឋាភិបាលអាមេរិក ដោយវិនិយោគលើទ្រព្យសកម្មផ្សេងទៀតដូចជាមាស ឬក៏ប័ណ្ណរដ្ឋាភិបាលបរទេសផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយ អ្នកជំនាញសហរដ្ឋអាមេរិកបានកត់សម្គាល់ថា ចិនកំពុងផ្លាស់ប្ដូរទៅកាន់ប័ណ្ណរយៈពេលខ្លី ដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលទីផ្សារ ជាពិសេសការដំឡើងពន្ធគយ 145% លើទំនិញចិនដោយដូណាល់ត្រាំ និងការសងសឹករបស់ចិនជាមួយពន្ធគយ 125% លើទំនិញអាមេរិកបានបង្កើតភាពតានតឹងកាន់តែខ្លាំង ដូចនេះការលក់ប័ណ្ណបំណុលរដ្ឋាភិបាលអាចជាយុទ្ធសាស្ត្រដើម្បីបង្កើនសម្ពាធលើទីផ្សារហិរញ្ញវត្ថុអាមេរិក ទោះបីជាអ្នកជំនាញខ្លះជឿថាវាមិនមែនជាការប្រើប្រាស់ប័ណ្ណបំណុលជាអាវុធក៏ដោយ មូលហេតុបន្ទាប់នោះគឺភូមិសាស្ត្រនយោបាយ ចិនមានក្តីបារម្ភពីលទ្ធភាពនៃការដាក់ទណ្ឌកម្មហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក ដូចជាការបង្កកទ្រព្យសម្បត្តិដែលធ្លាប់កើតមានចំពោះរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន នេះក៏ជំរុញឲ្យចិនកាត់បន្ថយការកាន់កាប់ទ្រព្យសម្បត្តិបរទេសដែលងាយរងគ្រោះផងដែរ ការកាត់បន្ថយប័ណ្ណរដ្ឋាភិបាលអាមេរិកជាផ្នែកនៃយុទ្ធសាស្ត្រធំជាងគេដើម្បីបង្កើតឥទ្ធិពលហិរញ្ញវត្ថុរបស់ចិន ដូចជាការពង្រីកទីផ្សារប័ណ្ណបំណុលរបស់ខ្លួន ឬការលើកកម្ពស់ប្រាក់យន់ក្នុងពាណិជ្ជកម្មអន្តរជាតិ សួរថាតើមានផលប៉ះពាល់ដែរឬទេ? តាមពិតការលក់ប័ណ្ណបំណុលរដ្ឋាភិបាលរបស់ចិនអាចរួមចំណែកដល់ការកើនឡើងនៃទិន្នផលរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកនៅក្នុងខែមេសា ដែលបង្កើនថ្លៃដើមសម្រាប់កម្ចីទិញផ្ទះ និងកម្ចីសហគ្រាស ទោះជាយ៉ាងណាការលក់នេះមិនបង្កឲ្យមានការបះបោរប្រឆាំងនឹងប័ណ្ណរដ្ឋាភិបាលទេ ព្រោះតម្រូវការពីបរទេសនៅតែខ្ពស់ពីប្រទេសជប៉ុន និងចក្រភពអង់គ្លេស មូលហេតុអ្វីបានជាចក្រភពអង់គ្លេសចាប់អារម្មណ៍ក្នុងការទិញប័ណ្ណបំណុលរបស់រដ្ឋាភិបាលអាមេរិក? គឺដើម្បីជាមូលហេតុសេដ្ឋកិច្ច តាមពិតទៅប័ណ្ណរដ្ឋាភិបាលអាមេរិកនៅតែត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសុវត្ថិភាពបំផុត ទោះបីជាមានភាពចលាចលនៅខែមេសាក៏ដោយ ចក្រភពអង់គ្លេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបានបង្កើនការវិនិយោគបន្ថែម
ដើម្បីទទួលបានទិន្នផលខ្ពស់ទី2គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគអង់គ្លេសចំពោះសេដ្ឋកិច្ចអាមេរិកដែលជំរុញឲ្យមានការទិញប័ណ្ណបំណុលរដ្ឋាភិបាលបន្ថែមចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកគឺមានទំនាក់ទំនងសម្ព័ន្ធភាពរឹងមាំដែលធ្វើឲ្យអ្នកវិនិយោគអង់គ្លេសមានទំនុកចិត្តក្នុងការកាន់កាប់បានរដ្ឋាភិបាលអាមេរិកបើធៀបនឹងចិនដែលស្ថិតនៅក្នុងភាពតានតឹងជាមួយអាមេរិកក្នុងរយៈពេលយូរម្យ៉ាងទៀតបានរដ្ឋាភិបាលអង់គ្លេសបានប្រឈមនឹងសម្ពាធពីអ្នកវិនិយោគដោយទិន្នផលបាន30ឆ្នាំឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ1998ដែលនេះអាចជំរុញឲ្យអ្នកវិនិយោគអង់គ្លេសងាកទៅរកទិញបានរដ្ឋាភិបាលអាមេរិកជំនួសវិញចំពោះការកើនឡើងនៃការកាន់កាប់របស់ចក្រភពអង់គ្លេសទៅលើបានរដ្ឋាភិបាលអាមេរិកបានជួយទប់ស្កាត់ភាពចលាចលនៅលើទីផ្សារបានរដ្ឋាភិបាលទោះបីជាមានការលក់ពីចិនក្នុងបរិមាណច្រើនសន្ធឹកសន្ធាប់ក៏ដោយតែនេះបង្ហាញថាបានរដ្ឋាភិបាលអាមេរិកនៅតែមានភាពទាក់ទាញសម្រាប់ប្រទេសសម្ព័ន្ធមិត្តតើមូលហេតុអ្វីបានជាបានបំណុលរដ្ឋាភិបាលអាមេរិកឡើងរហូតដល់9 trillion ដុល្លារទោះបីជាមានភាពចលាចលក្នុងខែមេសារដ្ឋាភិបាលអាមេរិកនៅតែត្រូវបានគេចាត់ទុកថាជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតនៅលើពិភពលោកបើធៀបនឹងបានរដ្ឋាភិបាលនៃប្រទេសផ្សេងទៀតដូចជារដ្ឋាភិបាលអាល្លឺម៉ង់ឬក៏ប្រទេសអង់គ្លេសទិន្នផលបានរដ្ឋាភិបាលអាមេរិកក៏មានអត្រាការប្រាក់ខ្ពស់ដែលទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀតដូចជាប្រទេសជប៉ុនកាណាដាបែលហ្សិកជាដើមហេតុអ្វីបានជាប្រទេសជប៉ុនហើយនិងកាណាដាបង្កើនការទិញប័ណ្ណបំណុលសហរដ្ឋអាមេរិកគឺដើម្បីសម្របសម្រួលជាមួយគោលនយោបាយដូណាល់ត្រាំដូច្នេះការបង្កើនការកាន់កាប់ប័ណ្ណបំណុលរដ្ឋាភិបាលនិងរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនៅចំពោះមុខគោលនយោបាយពន្ធគយដ៏តឹងរ៉ឹងរបស់លោកត្រាំម្យ៉ាងវិញទៀតប្រទេសសម្ព័ន្ធមិត្តក៏ជឿជាក់លើសេដ្ឋកិច្ចអាមេរិកថានឹងកើនឡើងបន្ថែមទៀតទោះបីជាមានភាពមិនប្រកបប្រជាដោយសារសង្គ្រាមពាណិជ្ជកម្មក៏ដោយអ្នកវិនិយោគនៅតែជឿជាក់លើស្ថិរភាពនយោបាយការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់សហរដ្ឋអាមេរិកដូច្នេះនៅពេលដែលចិនលក់ប័ណ្ណបំណុលរបស់ខ្លួនមានប្រទេសដទៃទៀតតាមទទួលទិញប័ណ្ណបំណុលទាំងនោះហេតុនេះហើយគឺជាការរក្សាស្ថិរភាពទីផ្សាររូបិយវត្ថុអន្តរជាតិការប្រកាសដំឡើងពន្ធគយនៅថ្ងៃទី2ខែមេសាបានបង្កឲ្យមានការលក់ប័ណ្ណរដ្ឋាភិបាលនិងភាគហ៊ុននិងប្រាក់ដុល្លារដោយសារអ្នកវិនិយោគបារម្ភអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មការលក់ពីចិនបានលក់ប័ណ្ណបំណុលរយៈពេលវែងដែលជាការរួមចំណែកដល់ការកើនឡើងនៃទិន្នផលរដ្ឋាភិបាលដែលធ្វើឲ្យតម្លៃប័ណ្ណធ្លាក់ចុះអ្នកវិនិយោគផ្សេងទៀតក៏បានលក់ប័ណ្ណរដ្ឋាភិបាលនេះដែរដើម្បីបង្កើនសម្ពាធលើគោលនយោបាយសារពើពន្ធដ៏ហិង្សារបស់លោកត្រាំការប្រជុំរវាងមន្ត្រីអាមេរិកនិងចិនកាលពីសប្តាហ៍មុនបាននាំឲ្យមានការកាត់បន្ថយពន្ធគយនិងជួយស្ដារទំនុកចិត្តលើទីផ្សារហិរញ្ញប័ណ្ណបំណុលរបស់រដ្ឋាភិបាលឡើងវិញបន្ថែមពីនេះកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសក៏បានកាត់បន្ថយភាពភ័យខ្លាចអំពីសង្គ្រាមពាណិជ្ជកម្មនិងជំរុញការទិញប័ណ្ណបំណុលពីអ្នកវិនិយោគអង់គ្លេសភាពចលាចលនៅក្នុងខែមេសាពិតជាបានបង្ហាញពីភាពងាយរងគ្រោះនៃទីផ្សារប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិកចំពោះគោលនយោបាយភូមិសាស្ត្រប៉ុន្តែក៏មានការស្ដារឡើងវិញដោយបានបញ្ជាក់ពីភាពធន់របស់ទីផ្សារនេះជារួមមកការធ្លាក់ចុះនៃចំណាត់ថ្នាក់របស់ប្រទេសចិនដែលជាម្ចាស់ប័ណ្ណរដ្ឋាភិបាលអាមេរិកទី2ធ្លាក់មកទី3និងការឡើងជំនួសដោយចក្រភពអង់គ្លេសបានបង្ហាញពីការផ្លាស់ប្ដូរសក្តានុពលនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកចិនកំពុងកាត់បន្ថយហានិភ័យដោយធ្វើពិពិធកម្មទុនបម្រុងនិងកាត់បន្ថយការពឹងផ្អែកលើប័ណ្ណបំណុលអាមេរិកដែលជាការឆ្លើយតបទៅនឹងភាពតានតឹងជាមួយអាមេរិកទន្ទឹមនឹងនេះការកើនឡើងតម្រូវការពីប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកបានជួយរក្សាស្ថិរភាពទីផ្សារប័ណ្ណរដ្ឋាភិបាលទោះជាយ៉ាងណាភាពងាយរងគ្រោះនៃទីផ្សារនេះនៅមិនទាន់ធានាបានទាំងស្រុងទេចំពោះគោលនយោបាយពន្ធគយនិងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចសកលលោកតើបងប្អូនគិតយ៉ាងណាដែរនៅពេលដែលប្រទេសចិនបានសម្រេច
កាត់បន្ថយបានរដ្ឋាភិបាលរបស់អាមេរិកក្នុងពេលដែលមានសង្គ្រាមពាណិជ្ជកម្មបែបនេះតើពិតជាមានផលប៉ះពាល់អវិជ្ជមានចំពោះសេដ្ឋកិច្ចសកលលោកដែរឬទេបាទសូមបងប្អូនជួយ comment នៅខាងក្រោមវីដេអូទាំងអស់គ្នាខ្ញុំនឹងអានរាល់ comment របស់បងប្អូនហើយនឹងឆ្លើយតបឲ្យបានល្អតាមដែលអាចធ្វើទៅបានបើបងប្អូនពេញចិត្តនៅវីដេអូនេះសូមជួយ like និង share ដើម្បីឲ្យមិត្តភ័ក្តិបងប្អូនដទៃទៀតបានដឹងពីព័ត៌មានទាំងអស់នេះជាចំណេះដឹងមានអត្ថប្រយោជន៍ហើយខ្ញុំនឹងព្យាយាមចេញនៅវីដេអូថ្មីៗទាក់ទងនឹងបញ្ហាភូមិសាស្ត្រនយោបាយក្នុងបរិបទផ្សេងៗបន្ថែមទៀតនៅវីដេអូក្រោយបាទសូមអរគុណសូមគោរពលា